បាទលោកស្រីនិងកញ្ញាទីមេត្រីបាទនេះជាការប្រកួតកីឡាបាល់ទាត់ស្វ័យរីងខាប់អាយុក្រោម15ឆ្នាំដណ្ដើមចំណាត់ថ្នាក់លេខ3រវាងក្រុមបាល់ទាត់យុវជនសាមគ្គីនិងក្រុមសាលាបឋមសិក្សាជ្រៃធំការប្រកួតចាប់ផ្ដើមនៅម៉ោង 2:00 នាទីរសៀលបាទឯកសន្តានពណ៌លឿងបាទពណ៌ទឹកក្រូចបាទគឺក្រុមបាល់ទាត់យុវជនសាមគ្គីចំណែកឯបាទឯកសន្តានពណ៌ខៀវគឺសាលាបឋមសិក្សាជ្រៃធំក្រោមការដឹកនាំរបស់អាជ្ញាកណ្ដាលជឿនយឺសបាទការប្រកួតបានចាប់ផ្ដើមហើយក្រុមបាល់ទាត់យុវជនសាមគ្គីបានដាក់សម្ពាធជាខ្លាំងឱកាសរបស់កីឡាករម្ចាស់អាវលេខ12អាន់លីណាតែធ្វើមិនបានសម្រេចបាល់ free kick របស់ក្រុមយុវជនសាមគ្គីទាត់ដោយកីឡាករយឿនថៃណាក៏មិនបានល្អដែរយ៉ាងណាក៏ដោយក្រុមសាលាបឋមសិក្សាជ្រៃធំក៏ព្យាយាមដាក់សម្ពាធទៅវិញដូចគ្នាក៏ប៉ុន្តែអ្នកចាំទីអឿនមេសាទប់បានបញ្ជូនបាល់ចេញបានល្អមែនតែនកន្លែងនេះឱកាសរបស់ក្រុមយុវជនសាមគ្គីក៏ប៉ុន្តែបោះស្កាត់មកបាទអ្នកចាំទទួលរ៉ាប់រងមិនបានល្អផ្ទុយទៅវិញបាទនៅនាទីទី17កីឡាករតូចចាន់រីម្ចាស់លេខ10ក៏បានបាល់ហើយក៏អូសដាច់មួយជាមួយខ្សែការពារសៀមស៊ីងហើយទាត់បញ្ចូលទីបានសម្រេចឲ្យក្រុមរបស់គេនៅមុខ1-0នៅនាទីទី17បាទ1-0នេះបាទធ្វើឲ្យក្រុមសាលាបឋមសិក្សាជ្រៃធំបាទរីករាយយ៉ាងខ្លាំងយ៉ាងណាក៏ដោយយើងឃើញហើយនាទីបន្តបន្ទាប់ក្រុមបាល់ទាត់សាលាយុវជនសាមគ្គីមានឱកាសលេងនៅមុខទីហើយដាច់ពីអ្នកចាំទីបាទក៏ធ្វើមិនបានសម្រេចពីកីឡាករឆាងមករាដែរបាទឱកាសល្អក៏កើតមានឡើងបន្តទៀតបាទសម្រាប់ក្រុមបាល់ទាត់យុវជនសាមគ្គីក៏ដាច់ខ្សែការពារនៅ1-1បាទជាមួយនឹងអ្នកចាំទីហើយក៏ទាត់បញ្ចូលទីតែឯងក៏មិនបានសម្រេចដូចគ្នាផ្ទុយទៅវិញវាយបកលឿនទៅវិញរបស់ក្រុមសាលាបឋមសិក្សាជ្រៃធំនៅនាទីទី37សៀសាតិម្ចាស់លេខ7ក៏ស្វែងរកបានគ្រាប់បាល់បាទនាំមុខ 2-0 បាទឲ្យក្រុមរបស់គេនៅនាទីទី37បាទសាតិធ្វើបានល្អមែនតែនបាទសម្រាប់ការប្រកួតគ្រាប់ទី2នេះបាទអញ្ចឹងមួយគ្រាប់ពីគ្រាប់ទី2នេះបានធ្វើឲ្យក្រុមរបស់គេកាន់តែរីករាយបន្ថែមនិងកាន់តែមានទំនុកចិត្តបន្តទៀតបាទហើយនាទីដែលនៅសេសសល់បន្តនៅក្នុងវគ្គទី1ឱកាសរបស់ក្រុមសាលាបឋមសិក្សាបាទយុវជនសាមគ្គីក៏ព្យាយាមដាក់សម្ពាធតែក៏តែធ្វើមិនបានសម្រេចនោះទេចប់វគ្គទី1យុវជនសាមគ្គី0សាលាបឋមសិក្សាជ្រៃធំ2ការប្រកួតវគ្គទី2ក៏ចាប់ផ្ដើមបន្តទៀតហើយក្នុងវគ្គទី2នេះគឺមានការដោះដូរខ្លះសម្រាប់យុវជនសាមគ្គីបាទហើយយើងឃើញហើយបាទយុវជនសាមគ្គីក៏មានឱកាសបាទរកបានគ្រាប់បាល់បន្តបាទវាយបកបានមកគ្រាប់វិញបាទនេះឱកាសបាទរបស់ក្រុមបាទយុវជនសាមគ្គីក៏មិនតែធ្វើមិនបានសម្រេចភ្លាមនោះទេនៅក្នុងការរកគ្រាប់បាល់បន្តកាត់បន្ថយកម្រិតនៅមុខទាល់តែដល់នាទីទី58ទើបប៉ុនរតនៈព្យាយាមដាក់សម្ពាធឲ្យរកបានគ្រាប់បាល់ធ្វើបានសម្រេចទៅលើក្រុមរបស់គេតែម្ដងបាទនេះការទាត់របស់ប៉ុនរតនៈកីឡាករម្ចាស់លេខ7ដែលដូរចូលមួយគ្រាប់នេះក៏កាន់តែធ្វើឲ្យគេបាទអាចមានសង្ឃឹមថាវាយបកតាមស្មើបាទហើយប៉ុន្តែផ្ទុយទៅវិញបាទនៅនាទីបន្តបន្ទាប់នៅនាទីទី62សៀសាតិក៏ព្យាយាមបានបាល់ហើយអូសទាត់បញ្ចូលទីបានសម្រេចដាច់អ្នកចាំទីបញ្ជូនទាត់បញ្ចូលទីបានសម្រេចគ្រាប់បាល់នៅមុខ3-1នៅនាទីទី62បាទហើយយើងឃើញហើយនាទីដែលនៅសេសសល់បាទក្រុមយុវជនសាមគ្គីក៏ព្យាយាមបាទមកគ្រាប់ទី3នេះក៏ធ្វើឲ្យបាទក្រុមសបាយរីករាយខ្លាំងមែនតែនបាទហើយយើងឃើញកន្លែងនេះជិតចប់ការប្រកួតទៅហើយបានបាល់ពីនៃ11ម៉ែត្របាទនៅនាទីទី80+9ហើយកីឡាករតូចចាន់រីបានឱកាសទាត់បាល់11ម៉ែត្រក៏ប៉ុន្តែធ្វើមិនបានសម្រេចនោះទេបាទនេះរូបភាពបញ្ជាក់ឡើងវិញហើយចប់ការប្រកួតអាជ្ញាកណ្ដាលភ្លុំកញ្ចែដោយសាលាបឋមសិក្សាជ្រៃធំឈ្នះយុវជនសាមគ្គី3-1និងដណ្ដើមបានចំណាត់ថ្នាក់លេខ3នៃការប្រកួតបាទលោកស្រីនិងកញ្ញាទីមត្រីអរគុណសម្រាប់ការតាមដានទស្សនា